Nơiពេលដែលបែកបាក់ស្នេហាអ្នកណាក៏ពិបាកទទួលយកដែរហើយតែងតែមានអារម្មណ៍ថាឈឺចាប់ព្រោះអីមានអនុស្សាវរីយ៍ច្រើនមួយគ្នាគេសន្យាជាមួយច្រើនថានឹងស្រឡាញ់យើងរហូតថែទាំយើងរហូតដល់ចាស់ហើយនឹងមានរឿងជាច្រើនទៀតដែលធ្វើឲ្យយើងនឹកដល់យើងមានអារម្មណ៍ថាឈឺចាប់ពីព្រោះអីយើងបានបែកគ្នាហើយគេលែងមានវត្តមាននៅក្នុងជីវិតរបស់យើងហើយប៉ុន្តែសំណួរមួយសួរថាក្រោយពេលដែលគេចាក់ចេញទៅបានន័យថានៅពេលដែលគេបែកពីយើងទៅយើងមានរឿងអីទៀតដែលត្រូវទទួលខុសត្រូវដែលត្រូវធ្វើបន្តនៅក្នុងជីវិតរបស់យើងមុននឹងឆ្លើយដល់សំណួរនេះខ្ញុំចង់និយាយពីអារម្មណ៍ដែលយើងជួបប្រទះនៅពេលដែលយើងបែកបាក់ស្នេហាយើងមានអារម្មណ៍ថាពិភពលោកទាំងមូលហាក់បីដូចជាធំទូលាយខ្លាំងមែនទែនសម្រាប់យើងតែម្នាក់យើងអត់ដឹងថារស់នៅមិនទេពីព្រោះយើងចំណាយពេលពីមុនជាមួយនឹងគ្នាច្រើនដែលធ្វើឲ្យយើងដឹងថាអូក្តីសុខរបស់យើងមួយផ្នែកធំគឺបានមកពីការចំណាយពេលវេលាជាមួយនឹងគេអញ្ចឹងដល់ពេលឥឡូវនេះយើងលែងមានគេនៅក្នុងជីវិតរបស់យើងហើយតើយើងអាចសប្បាយចិត្តដូចមុនបានអត់អានឹងគឺជារឿងមួយទៀតនៅពេលដែលយើងធ្លាប់ចែករំលែកក្តីសុបិនជាមួយគ្នាត្រង់នេះមានន័យថាយើងគិតគូរពីអនាគតជាមួយគ្នាស្រាប់តែដល់ពេលបែកយើងហាក់ដូចជាមានរូបភាពសពេចសពិលពីអនាគតរបស់យើងថាតើយើងគួរចាប់ផ្ដើមមិនទៅតើយើងគួរធ្វើមិនទៅថ្ងៃអនាគតពីព្រោះក្តីសុបិនដែលយើងគិតថាយើងនឹងធ្វើជាមួយគ្នាឥឡូវមានតែយើងម្នាក់ឯងថាតើក្តីសុបិនរួមហ្នឹងយើងអាចសម្រេចវាបានដោយរបៀបណាតែអារម្មណ៍មួយទៀតពេលបែកគ្នាយើងសួរខ្លួនឯងអត់ហើយថាហេតុអីបានគេសម្រេចចិត្តថាគេបែកពីយើងទាំងយើងមានអនុស្សាវរីយ៍ច្រើនជាមួយនឹងគ្នាតែយើងនៅខ្វះខាតត្រង់ណាទៀតទើបគេបែកពីយើងអញ្ចឹងវាមានសំណួរជាច្រើនរត់កាត់ចិត្តយើងអំឡុងពេលដែលយើងនៅតែម្នាក់ឯងក្រោយពេលដែលគេចាក់ចែងហើយចង់ឬក៏មិនចង់ពេលខ្លះយើងដាក់កំហុសទៅលើគេទាំងស្រុងឬក៏ពេលខ្លះយើងដាក់កំហុសមកលើខ្លួនឯងទាំងស្រុងវាអាចជាចំណែកនៃកំហុសរបស់គេដែលធ្វើឲ្យស្នេហារបស់យើងអាចទៅមុខបានប៉ុន្តែទន្ទឹមនឹងវាក៏អាចជាចំណែកនៃកំហុសរបស់យើងដែរដែលធ្វើឲ្យគេអត់អាចបន្តជាមួយនឹងយើងបានឥឡូវបើសិនជាយើងគុំនិយាយថាជាកំហុសរបស់ណាគេប៉ុន្តែយើងងាកមកគិតវិញថាតើក្រោយពីគេចាក់ចែងពីយើងហើយមានរឿងអីដែលយើងអត់គួរសាងកំហុសមកលើខ្លួនឯងជាបន្តទៀតខ្ញុំដឹងថានៅពេលដែលបែកគ្នាយើងចង់ឆាតទៅសួរគេថាគេមិនហើយគេនឹកយើងអត់គេនៅស្រឡាញ់យើងអត់គេកំពុងតែធ្វើអីគេមានសុខឬក៏មានទុក្ខគឺយើងចង់ដឹងទាំងអស់អញ្ចឹងយើងព្យាយាមរកអស់គ្រប់វិធីនៅក្នុងការតាក់ទងទៅគេបើសិនជាចង់តាក់ទងទៅចោះបើសិនវាធ្វើឲ្យយើងស្ងប់ចិត្តណាប៉ុន្តែបើសិនជាយើងព្យាយាមតាក់ទងទៅគេពេករហូតដល់យើងមានអារម្មណ៍ថាយើងអត់មានតម្លៃឬក៏និយាយភាសាសាមញ្ញធ្វើឲ្យខ្លួនឯងកាន់តែថោកដោយសារតែការតាក់ទងទៅគេខ្ញុំគិតថាយើងគួរគិតឡើងវិញដែរថាយើងគួរបន្តធ្វើអញ្ចឹងអត់ពួកអីគេទៅគឺគេបាននាំយកក្តីស្រឡាញ់របស់គេទៅវិញហើយប៉ុន្តែហេតុអីដើម្បីតែទាមទារឲ្យគេត្រឡប់មកវិញយើងត្រូវទម្លាក់តម្លៃរបស់ខ្លួនឯងអាហ្នឹងគឺជារឿងដែលយើងត្រូវគិតដែរហើយការព្យាយាមធ្វើជាជនកំសត់គួរឲ្យអាណិតដើម្បីតាក់ទាញគេត្រឡប់មកវិញខ្ញុំគិតថាវាជារឿងអត់គួរធ្វើតតែសោះគេទៅយើងឈឺចាប់មកតង់ហើយប៉ុន្តែយើងធ្វើគ្រប់បែបយ៉ាងដើម្បីឲ្យតែគេត្រឡប់មកវិញដោយព្យាយាមទម្លាក់តម្លៃរបស់ខ្លួនឯងហ្នឹងខ្ញុំគិតថាយើងកាន់តែធ្វើឲ្យខ្លួនឯងឈឺចាប់ធ្ងន់ធ្ងរជាងគេចាក់ចែងពីយើងទៀតហើយគំនិតមួយដែលយើងរក្សាទុកក្រោយពេលដែលគេចាក់ចែងហើយដែលធ្វើឲ្យយើងកាន់តែឈឺចាប់គឺការព្យាយាមរក្សាទុកនៅការរំពឹងថាយើងទាំងពីរនៅតែមានលទ្ធភាពអាចជួបជូនអាចត្រឡប់មកស្រឡាញ់គ្នាដូចដើមសម្រាប់ខ្ញុំការរំពឹងទុកបែបហ្នឹងគឺគ្រោះថ្នាក់ខ្លាំងមែនតើពីព្រោះនៅពេលដែលយើងគិតថាគេនឹងត្រឡប់មកវិញវាធ្វើឲ្យយើងអត់អាច move on ទៅមុខបានទេយើងនៅត្រាំត្រៃនៅអាកន្លែងដែលគេបោះបង់ចោលយើងបានន័យថាម៉េចបានន័យថាយើងចង់មកបន្តសកម្មភាពរស់នៅរបស់យើងដូចរាល់ថ្ងៃវាអត់កើតព្រោះយើងនៅតែអោបកសោបការឈឺចាប់របស់យើងអត់លែងខណៈគេលែងយើងហើយគេលែងដៃយើងហើយគេអត់ត្រឡប់មកវិញទេប៉ុន្តែយើងខ្លួនឯងទេយើងនៅរក្សាការរំពឹងទុកថាថ្ងៃណាមួយគេនឹងត្រឡប់មករកយើងវិញដូច្នេះវាធ្វើឲ្យយើងអត់អាចដើរចេញឆ្ងាយពីរង្វង់នៃការឈឺចាប់ហ្នឹងខ្ញុំដឹងថាវាពិបាកនៅក្នុងការឲ្យយើងធ្វើចិត្តទទួលយកថាយើងបានបែកគ្នាហើយប៉ុន្តែសួរថាក្រៅពីការទទួលយកបែបហ្នឹងយើងមានជំរើសផ្សេងអត់បើការពិតយើងពិតជាបែកគ្នាហើយមែនហ្នឹងហើយខ្ញុំនិយាយវីដេអូនេះមិនបានន័យថាខ្ញុំអត់ធ្លាប់ខូចចិត្តទេខ្ញុំធ្លាប់ខូចចិត្តច្រើនរហូតដល់ខ្ញុំបានទៅសេសភៅមនុស្សបាក់ទឹកចិត្តគិតវិជ្ជមានហ៊ានជឿជាក់ហើយនឹងដាស់ខ្លួនឯងពីការឈឺចាប់ខ្ញុំជួបរឿងឈឺចាប់ច្រើនមែនតើពេលបែកបាក់ស្នេហាខ្ញុំអត់ដឹងថាខ្ញុំត្រូវបន្តមិនទេប៉ុន្តែអ្វីដែលដឹងគឺបន្តការរស់នៅដូចធម្មតាមានការងារធ្វើ
ហាត់ប្រាណធ្វើនេះធ្វើនោះចឹងណាហើយខ្ញុំឈប់ចោទសួរខ្លួនឯងថាហេតុអីបានជាគេសម្រេចចិត្តទៅចោលខ្ញុំហើយខ្ញុំអត់ចូលចិត្តដើរតួកំសត់នៅក្នុងភ្នែករបស់មនុស្សដែលគេបោះបង់ចោលខ្ញុំទេពីព្រោះខ្ញុំមានអារម្មណ៍ថាខ្ញុំកាន់តែអាណយអាធំខ្លួនឯងកាន់តែខ្លាំងណាបើសិនជាចង់យំខ្ញុំយំប៉ុន្តែខ្ញុំកំណត់ការបរិច្ឆេទឲ្យខ្លួនឯងឬក៏ deadline សម្រាប់ខ្លួនឯងថាបញ្ហាមួយហ្នឹងរឿងឈឺចាប់មួយហ្នឹងគឺខ្ញុំចំណាយពេលមួយវាតែប៉ុណ្្នឹងឯងអញ្ចឹងផុតពីហ្នឹងគឺខ្ញុំត្រូវរស់នៅបន្តទៀតហើយរស់នៅកាន់តែឲ្យបានល្អជាងពេលដែលមានគេនៅក្នុងជីវិតរបស់ខ្ញុំទៀតខ្ញុំគិតថាមនុស្សម្នាក់ដែលគេពិតជាស្រឡាញ់យើងមែនហើយគេពិតជាមនុស្សដែលស័ក្តិសមសម្រាប់ជីវិតរបស់យើងមែនណាមិនយើងយំរងថ្ងៃទេហើយក៏មិនយើងជាអ្នកដែលគិតតែម្នាក់ឯងថាធ្វើមិនទៅយើងអាចត្រូវគ្នាវិញបានដែរពីព្រោះអីផ្លូវស្នេហាត្រូវការមនុស្សពីរនាក់ចែករំលែកការទទួលខុសត្រូវចែករំលែកក្តីស្រឡាញ់ឲ្យគ្នាទៅវិញទៅមកខ្ញុំយល់ថាការស្រឡាញ់បើសិនជាយើងតាំងចិត្តថាយើងជាអ្នកផ្ដល់ឲ្យគឺយើងមានសុភមង្គលណាស់ដោយអត់រំពឹងការតបស្នងនៃក្តីស្រឡាញ់ត្រឡប់មកវិញប៉ុន្តែបើនិយាយអំពីមនុស្សពីរនាក់ដែលស្រឡាញ់គ្នាអត់អាចឲ្យតែម្ខាងទេគឺត្រូវមានទៅមានមកហើយសម្រាប់អ្នកដែលមើលវីដេអូនេះជាមនុស្សដែលកំពុងតែខូចចិត្តបាត់បង់គេខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាគិតបន្តិចរឿងវាបានកន្លងផុតហើយអនុស្សាវរីយ៍ដែលសាងមកទាំងអំបាលម៉ានជាមួយនឹងគ្នាក៏វាមាននៅក្នុងតែអតីតកាលអញ្ចឹងវាមានប្រយោជន៍អីដែលយើងត្រូវក្រោកឡើងពីព្រឹកយើងគិតថាម្សិលមិញយើងបានចំណាយពេលអីជាមួយនឹងគេបើសិនជាយើងគិតហើយយើងសប្បាយចិត្តអូខេយើងគិតចុះប៉ុន្តែបើសិនជាយើងគិតហើយយើងត្រូវយកទឹកភ្នែកមកលុបលាងមុខរបស់យើងសួរថាយើងគិតធ្វើអីទៀតហើយប្រកាសជាមានអ្នកនិយាយថាបានតែនិយាយចឹងស្រួលណាខ្ញុំជួបហើយបាទខ្ញុំដឹងថាការចំណាយពេលយំការចំណាយពេលគិតពីអតីតកាលវាអត់ប្រយោជន៍ហ្នឹងហើយបាទខ្ញុំមកធ្វើវីដេអូនេះដើម្បីចែករំលែកជាមួយនឹងអ្នកទាំងអស់គ្នាជីវិតរបស់យើងគឺស្រស់បំព្រងណាប៉ុន្តែណាស់តែយើងខ្លួនឯងយើងដាក់គុកខ្លួនឯងនៅក្នុងអតីតកាលយើងអត់ឲ្យខ្លួនឯងឈានជើងពីអតីតកាលឈានជើងពីកន្លែងដែលធ្វើឲ្យយើងឈឺចាប់ណាបាទយើងខ្លួនឯងយើងនៅតែឈឺចាប់ហើយនិយាយដល់រឿងថាស្រឡាញ់គេផ្ដល់ឲ្យគេតែម្ខាងដោយមិនរំពឹងការតបស្នងត្រឡប់មកវិញខ្ញុំនឹកឃើញដល់អត្ថបទមួយដែលខ្ញុំសរសេរនៅក្នុងសៀវភៅដាក់ខ្លួនឯងពីការឈឺចាប់ហើយខ្ញុំនឹងអានឲ្យអ្នកទាំងអស់គ្នាស្ដាប់ខ្ញុំខកចិត្តព្រោះតែខ្ញុំរំពឹងច្រើនពេកពីមនុស្សដែលខ្ញុំស្រឡាញ់ខ្ញុំសង្ឃឹមថាគេនឹងតបស្នងនៅអំពើល្អរបស់ខ្ញុំចំពោះគេខ្ញុំរំពឹងថារឿងល្អនឹងកើតឡើងដោយផ្លេចត្រៀមចិត្តខ្ញុំសង្ឃឹមថាគេនឹងយល់ពីខ្ញុំដូចខ្ញុំយល់ពីគេខ្ញុំផ្ដល់ការស្រឡាញ់ទៅគេទាំងអស់ដោយគ្មានទុកចំណែកដ៏តិចតួចសម្រាប់ខ្លួនឯងតែពីថ្ងៃនេះទៅខ្ញុំឈប់រំពឹងពីអ្នកណាទៀតហើយខ្ញុំដឹងត្រឹមថាធ្វើរឿងដែលគួរធ្វើឲ្យអស់ពីចិត្តខំឲ្យអស់ពីសមត្ថភាពចង់អ្នកណាយល់ឬមិនយល់គឺមិនមែនជារឿងភាគដ៏ជក់ចិត្តដែលខ្ញុំគួរបន្តរងចាំនោះឡើយអញ្ចឹងសម្រាប់អ្នកដែលកំពុងតែមានអារម្មណ៍ថាឈឺចាប់ព្រោះតែបាត់បង់ស្នេហាអត់ដឹងថាឥឡូវហ្នឹងខ្លួនឯងត្រូវធ្វើអីខ្ញុំសូមចិត្តឲ្យអ្នកទាំងអស់គ្នាបន្តការរស់នៅទៅមុខទៀតជាសិស្សនិស្សិតត្រូវរៀនទៅរៀនស្អែកប្រឡងថ្ងៃហ្នឹងត្រូវមើលមេរៀនប្រឡងមានការងារធ្វើត្រូវទៅធ្វើដល់ពេលញ៉ាំបាយត្រូវញ៉ាំបាយញ៉ាំទឹកត្រូវញ៉ាំទឹកដល់ពេលហាត់ប្រាណទៅហាត់ប្រាណហើយបើដឹងថាខ្លួនឯងទៅមុខលេងរួចហើយរកមនុស្សដែលអាចទៅចែកគ្នាបានអត់មានមនុស្សដែលអាចទៅចែកគ្នាបានសរសេរអារម្មណ៍របស់ខ្លួននៅក្នុងកូនសភៅណាមួយបើគិតពីរឿងអតីតកាលជាមួយនឹងគេធ្វើឲ្យអ្នកទាំងអស់គ្នាយំធ្វើឲ្យអ្នកទាំងអស់គ្នាឈឺចាប់អង្គុយគិតពីពេលវេលាបច្ចុប្បន្នរបស់ខ្លួនឯងមើលថាមានរឿងអីត្រូវធ្វើខ្លះក្តីសុបិនចង់ធ្វើអីអញ្ចឹងគិតពីរឿងទាំងអស់ហ្នឹងវិញពីព្រោះអីយើងគិតពីអតីតកាលវាឈឺចាប់ពេកដូច្នេះត្រូវគិតពីបច្ចុប្បន្នឬក៏រឿងអនាគតដែលយើងចង់ធ្វើបើចង់នៅក្នុងបន្ទប់យំឲ្យអស់ចិត្តយំចុះប៉ុន្តែកុំនៅយូរពេកពីព្រោះអីតែនៅយូរពេកវាធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ថាលើពិភពលោកនេះមានតែអ្នកទាំងអស់គ្នាម្នាក់គត់ដែលកំពុងតែទួញសោករឿងស្នេហាប្រហែលជាឥឡូវហ្នឹងអ្នកទាំងអស់គ្នាយំព្រោះបាត់បង់មនុស្សម្នាក់ដែលគេអត់ស្រឡាញ់អ្នកទាំងអស់គ្នាប៉ុន្តែអ្នកខ្លះអាចនឹងកំពុងតែយំដោយសារតែបាត់បង់សមាជិកគ្រួសារឪពុកម្ដាយយាយឬក៏តាហើយការបាត់បង់ហ្នឹងគឺបាត់បង់រហូតបានន័យថាប្រត់ស្លាប់អត់មានថ្ងៃជួបគ្នាវិញទេខ្ញុំអត់លើកទឹកចិត្តឲ្យប្រៀបធៀបជីវិតយើងជាមួយនឹងអ្នកដទៃទេប៉ុន្តែនៅក្នុងករណីខ្លះយើងគួរមើលពីជីវិតរបស់អ្នកដទៃដើម្បីឲ្យដឹងថាយើងនៅមានសំណាងមិនខ្លះហើយអោបកសោបសំណាងនឹងទុកយករឿងនឹងដើម្បីលើកទឹកចិត្តខ្លួនឯងឲ្យអាចបន្តទៅមុខទៀត
អំឡុងពេលដែលអ្នកទាំងអស់គ្នាកំពុងយំកំពុងទួញសោកដោយសារតែបាត់បង់គេហេងសុយពេលហ្នឹងគេកំពុងតែចូលស្ដីអ្នកថ្មីហើយត្រៀមខ្លួនភ្ជាប់ពាក្យត្រៀមខ្លួនរៀបការត្រៀមខ្លួនទៅដើរលេងជាមួយអ្នកថ្មីហើយក៏មិនដឹងសួរថាអញ្ចឹងយើងនៅទួញសោកដើម្បីគេធ្វើអីទៀតបើគេជាមនុស្សដែលត្រឹមត្រូវសម្រាប់ជីវិតរបស់អ្នកទាំងអស់គ្នាហេតុអីបានអ្នកទាំងអស់គ្នាត្រូវធ្វើរឿងខុសជាច្រើននឹងខ្លួនឯងដើម្បីតែចង់បានស្នេហារបស់គេត្រឡប់មកវិញសួរថាគប្បីចំពោះខ្លួនឯងអត់នៅពេលដែលអ្នកទាំងអស់គ្នាកំពុងតែយំយកដៃជូតទឹកភ្នែកខ្លួនឯងហេងសុយដៃរបស់គេនឹងកំពុងតែចាប់កាន់ដៃរបស់មនុស្សផ្សេងទៀតដើរលេងនៅកន្លែងសប្បាយណាមួយហេងសុយដៃរបស់គេកំពុងតែអង្អែលស្ទាបធម៌របស់មនុស្សផ្សេងទៀតដល់និយាយថាអូនឯងគូឲ្យស្រឡាញ់ថ្ងៃហ្នឹងបងស្រឡាញ់តែអូនឯងម្នាក់សួរថាតើមនុស្សបែបហ្នឹងស័ក្តិសមនឹងតម្លៃនៃទឹកភ្នែករបស់អ្នកទាំងអស់គ្នាអត់មុននឹងបញ្ចប់វីដេអូនេះខ្ញុំមានអត្ថបទមួយទៀតនៅក្នុងសៀវភៅដាក់ខ្លួនឯងពីការជឿចាប់ដើម្បីអានឲ្យអ្នកទាំងអស់គ្នាស្ដាប់សង្ឃឹមថាវាអាចជាសារដាស់តឿនតិចតួចទៅកាន់អ្នកដែលកំពុងតែឈឺចាប់ព្រោះតែបាត់បង់មនុស្សដែលបោះបង់ចោលអ្នកទាំងអស់គ្នានៅក្នុងអត្ថបទទី21ទំព័រទី86ពេលខ្លះការបំភ្លេចអ្នកណាម្នាក់គឺជាការរំលឹកខ្លួនឯងថាដំណើរជីវិតរបស់យើងនៅវែងឆ្ងាយមានរឿងល្អៗកំពុងរងចាំយើងទៅធ្វើមានមនុស្សដែលស័ក្តិសមនឹងក្តីស្រឡាញ់របស់យើងដែលកំពុងរងចាំយើងនៅត្រង់ដំណើរណាមួយនៃជីវិតរបស់យើងប៉ុន្តែខ្ញុំសូមបន្ថែមដែលអត់មាននៅក្នុងសៀវភៅនេះទេអំឡុងពេលដែលអត់មានអ្នកណាគេកាន់ដៃយើងអមដំណើរយើងដើរនៅលើផ្លូវជីវិតនេះជាមួយនឹងយើងគឺយើងនៅមានខ្លួនឯងហើយនឹងក្តីសុបិនរបស់យើងដែលកំពុងតែរងចាំយើងទៅបំពេញវាទៅសម្រេចវាអត់មានណាគេមកបំពេញក្តីសុបិនឲ្យអ្នកទាំងអស់គ្នាជំនួសអ្នកទាំងអស់គ្នាទេស្នេហាគឺសំខាន់ណាស់ប៉ុន្តែនៅពេលដែលអ្នកទាំងអស់គ្នាមានស្នេហានៅក្នុងខ្លួនមានស្នេហានៅក្នុងបេះដូងមានស្នេហាចំពោះអ្នកណាគេម្នាក់ហើយវាធ្វើឲ្យអ្នកទាំងអស់គ្នាលែងមានអារម្មណ៍ថាជីវិតក្តីសុបិនក្តីសុខរបស់អ្នកទាំងអស់គ្នាសំខាន់សម្រាប់ខ្លួនឯងណាខ្ញុំគិតថាមនុស្សម្នាក់នឹងមិនមែនជាមនុស្សស័ក្តិសមនឹងក្តីស្រឡាញ់របស់យើងទេពីចុងក្រោយខ្ញុំមានសារខ្លីៗទៅកាន់មនុស្សដែលកំពុងខូចចិត្តហើយបានទស្សនាវីដេអូមួយនេះកុំព្រោះតែគេបោះបង់ចោលអ្នកទាំងអស់គ្នាធ្វើឲ្យអ្នកទាំងអស់គ្នាគិតថាខ្លួនឯងអត់អាចរកស្នេហ៍ពិតបានទៀតខ្លួនឯងគឺជាមនុស្សគ្មានតម្លៃជីវិតបញ្ចប់នៅខណៈដែលគេចាក់ចែងពីអ្នកទាំងអស់គ្នាវាអត់អញ្ចឹងទេហើយបើសិនជាយើងអត់ទាន់ជួបមនុស្សល្អដែលយើងចង់បានដែលយើងចង់ជួបនៅក្នុងជីវិតរបស់យើងសូមធ្វើខ្លួនឯងឲ្យក្លាយទៅជាមនុស្សល្អសម្រាប់ខ្លួនឯងសម្រាប់គ្រួសារសហគមន៍និងសង្គមជាតិរបស់យើងខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នានឹងត្រូវចំណាយពេលប្រហែលដើម្បីផ្សះផ្សារបួសផ្លូវចិត្តមួយនេះទេប៉ុន្តែខ្ញុំជឿថាអ្នកទាំងអស់គ្នាអាចធ្វើបានវាគ្រាន់តែត្រូវការពេលឲ្យអ្នកទាំងអស់គ្នាដាស់តឿនខ្លួនឯងភ្ញាក់ខ្លួនពីសុបិនដ៏អាក្រក់អ្នកទាំងអស់គ្នាមិនមែនជាមនុស្សតែម្នាក់ដែលជួបប្រទះការខកចិត្តការបាត់បង់ស្នេហានៅលើពិភពលោកនេះទេមានមនុស្សជាច្រើនអ្នកទៀតដែលឆ្លងកាត់ការខូចចិត្តការបាត់បង់មនុស្សជាទីស្រឡាញ់ការបែកបាក់ស្នេហាសូមទទួលស្គាល់ថាការឈឺចាប់ទាំងអស់ហ្នឹងគឺជាផ្នែកមួយនៃជីវិតរបស់មនុស្សយើងឈឺចាប់តែកុំស្លាប់មានដង្ហើមបានន័យថាយើងនៅមានឱកាសនៅក្នុងការកែប្រែជីវិតរបស់ខ្លួនឯងនៅក្នុងពេលបច្ចុប្បន្នកុំបោះបង់ងាយកុំរំលាយក្តីសង្ឃឹមឈឺបេះដូងឈួងសុបិនអរគុណនិងសូមជម្រាបលា